Ok, xin đây nàng kia cho mình thằng admin cho mình rừng bảo hiện đây mình chỉ nói trường tham lòng luôn thực quân cho là bảo ông chắc khô khát đây chịu hiện mình to này chịu hiện ti 50 និង 54 អូខេអញ្ចឹងខ្មៅខាត់ពេលវេលាយើងចូលទៅរៀងតំណែងទៅ let's go បាទស្អីរឿងមកគឺយើងឃើញសេនយូយើងគឺជាប់ចំណងនឹងគឺជាការយល់សប្តិរបស់គាត់អីចឹងណាគណៈពេលហ្នឹងគាត់មានការឈឺចាប់ខ្លាំងមែនតើហើយគាត់ថែមទាំងឆ្ងល់ថាហេតុអីបានជាគាត់ឈឺចាប់យ៉ាងនេះហើយរឿងអ្វីគ្រប់យ៉ាងគឺត្រូវបានបញ្ចប់ហើយតែមានសលេងគេហៅសេនយូរបស់យើងហើយនេះគឺជាម្ដាយរបស់សេនយូយើងដែលកងចង់ជួយសេនយូយើងប៉ុន្តែនៅពេលដែលសេនយូងាកទៅគឺម្ដាយរបស់សេនយូយើងគឺកំពុងតែរលាយទៅម្ដងតិចគឺថាបាត់ពីមុខរបស់សេនយូយើងតែម្ដងសេនយូរបស់យើងនឹងគឺព្យាយាមហាមឃាត់ម្ដាយគាត់កុំឲ្យចាក់ចេញពីគាត់បែបនេះអីហើយគាត់ក៏បានភ្ញាក់ទៅដោយមានព្រះអង្គម្ចាស់របស់យើងគឺចាប់ដៃជាប់អង្គុយមើលគាត់អីចឹងណាយូតើអ្នកមានអារម្មណ៍យ៉ាងណាហើយតើអ្នកសុខសប្បាយទេនិយាយទៅពេលហ្នឹងសិនយូរបស់យើងគឺមានអារម្មណ៍ថាអត់ចូលចិត្តព្រះអង្គម្ចាស់យើងមានអារម្មណ៍ថាស្អប់អីចឹងណាហើយគាត់នៅតែរលឹកដល់រឿងការពីថ្ងៃមុនដែលម្ដាយរបស់គាត់នឹងគឺត្រូវបានស្លាប់ហើយគាត់ព្យាយាមមិនមើលមុខព្រះអង្គម្ចាស់យើងទេតមកសិនយូរបស់យើងក៏បានសួរថាតើម្ដាយគាត់នៅណាទៅខ្ញុំបានឲ្យគេកប់នាងនៅកន្លែងដ៏ស្មោះត្រង់មួយហើយខ្ញុំនឹងបញ្ជូនអ្នកទៅទីនោះដោយខ្លួនឯងនៅពេលអ្នកជាសះស្បើយព្រះអង្គម្ចាស់របស់យើងរៀបទាំងយកដៃទៅប៉ះស្មាហើយប៉ុន្តែសិនយូយើងក៏បានគេចតាន់ហើយយូរបស់យើងក៏បានអរគុណទៅព្រះអង្គម្ចាស់ដែលបានជួយគាត់ហើយគាត់ក៏សុំទោសដែរដែលគាត់មិនបានជឿអ្វីដែលព្រះអង្គម្ចាស់យើងនិយាយហើយក៏សួរថាតើព្រះអង្គម្ចាស់យើងនឹងចង់បានអ្វីនៅពេលនេះហើយគាត់ក៏បានឆ្លើយថាគាត់ធ្វើបែបនេះដោយសារតែគាត់ខ្វល់ពីសេនយូយើងខ្លាំងណាស់ប៉ុន្តែអ្នកសង្ស័យខ្ញុំថាកំពុងធ្វើបែបនេះសម្រាប់ហេតុផលក្រៅប្រព័ន្ធខ្ញុំមិនហ៊ានទេប៉ុន្តែអ្នកធ្វើបែបនេះដើម្បីដោះលែងកំហុសរបស់ខ្លួនឬសុំការលើកលែងទោសរបស់ខ្ញុំតើពីព្រះអង្គម្ចាស់យើងឆ្លើយហើយហ្នឹងសេនយូរបស់យើងក៏បាននិយាយថាចេះខ្ញុំដឹងអញ្ចឹងអ្នកគួរតែប្រគល់អ្វីដែលអ្នកបានធ្វើចំពោះខ្ញុំប្រកាសណាស់នឹងជួយសង្គ្រោះម្ដាយខ្ញុំហើយគម្រាមកំហែងខ្ញុំជាមួយនឹងម្ដាយរបស់ខ្ញុំអ្នកបានធ្វើអ្វីគ្រប់យ៉ាងដើម្បីស្វែងរកសារមន្ទីរឈុនសានហើយគាត់ក៏បានសួរសែនយូយើងអីចឹងណាយើងគាត់ចង់ដឹងថាសែនយូក៏បានលឺស្អីខ្លះនៅពេលដែលអាធ្រិតនេះកំពុងនិយាយអង្គម្ចាស់យើងក៏រៀបចាក់ចេញឲ្យព្រមទាំងនិយាយទៀតថាអ្នកគាត់ថាខ្ញុំគ្រាន់តែធ្វើពុតជាល្អនិងអ្នកគ្រប់ពេលដូច្នេះខ្ញុំអាចយកប្រយោជន៍ពីអ្នកបញ្ចេញអាកបាំងនៃវិហារនោះខ្ញុំទទួលស្គាល់ខ្ញុំបានរំពឹងទុកគ្រប់យ៉ាងប៉ុន្តែយូទោះបីជាអ្នកមិនមែនជាកូនចៅរបស់តកូលឈូក៏ដោយនៅក្នុងកលៈទេសៈបែបនេះតើពាក្យទាំងនេះនឹងធ្វើឲ្យល្អប្រសើរជាងនេះទេយល់ព្រះអង្គម្ចាស់របស់យើងគឺជាយាមសំទោសសេនយូយើងគាត់ដឹងថាគាត់ខុសមែនតើហើយគាត់ស្បត់ថាគាត់នឹងរៀបចំអ្វីគ្រប់យ៉ាងហ្នឹងគឺសម្រាប់សេនយូយើងទេសេនសារបស់យើងក៏នៅតែសួរថាតើសេនយូរបស់យើងនឹងគឺនៅតែស្រឡាញ់គាត់ទៀតអត់សិនយូរបស់យើងក៏មានតបអីដែរគាត់ក៏បានយកដៃរបស់គាត់នឹងចាប់ដៃព្រះអង្គម្ចាស់ដកចេញអីចឹងណាហើយក៏និយាយថាព្រះអង្គម្ចាស់អ្នកធ្វើឲ្យខ្ញុំឈឺបន្ទាប់ពីសិនយូយើងគឺបាននិយាយចឹងហើយធ្វើឲ្យព្រះអង្គម្ចាស់របស់យើងគឺមានជាការស្រឡាំងកាំងមែនតើគឺថាគាំងយល់ជូនសិនសារបស់យើងគឺមានអារម្មណ៍ថាគឺតានតឹងខ្លាំងមែនតើគឺដូចជានៅលើព្រមតកកមួយដ៏សែនវេទនារស់នៅចឹងណាគឺគាត់បានប្រឈមមុខនឹងការប្រងើយកន្តើយពីសិនយូរបស់យើងដោយកំហឹងនឹងការតាំងតឹងដែលគាត់មាននៅពេលនៅពន្ធនាគារអ្នកគិតថាខ្ញុំស្អប់អ្នកហើយព្រះអង្គចាក់របស់យើងគឺមានអារម្មណ៍ថាភ័យស្លន់ស្លោមែនតើបន្ទាប់មកគាត់ក៏បានយកដៃទៅចាប់ស្មាសេនយូយើងម្ដងទៀតខ្ញុំបានប្រាប់អ្នកហើយថាខ្ញុំស្រឡាញ់អ្នកខ្ញុំនឹងផ្សងសំណងអ្វីដែលខ្ញុំបានធ្វើចំពោះអ្នកតើអ្នកអាចចាត់ទុកខ្ញុំបែបនេះដោយរបៀបណាតើអ្នកមិនជឿថាខ្ញុំស្រឡាញ់អ្នកពិតទេប្រសិនបើវាគឺជាអតីតកាលខ្ញុំប្រហែលជាជឿទោះវាជាការកុហកក៏ដោយប៉ុន្តែចាប់ពីពេលនេះទៅខ្ញុំនឹងមិនជឿអ្នកទៀតទេខ្វាឃើញចឹងខ្ញុំក៏គាត់ចង់កាំងសួតយើងចង់អួបាយយល់គឺព្រះអង្គចាស់របស់យើងគឺមានអារម្មណ៍ថាគាត់ខឹងខ្លាំងមែនហើយក៏បានចាប់សេនយូយើងជ្រុញឲ្យដួលទៅលើពុកនឹងទៅបន្ទាប់មកគាត់ក៏បានអន់ទៅចិត្តសេនយូហើយក៏បានជួយដៃចាប់ចកាសេនយូហើយក៏និយាយថាអញ្ចឹងខ្ញុំត្រូវព្យាបាលអ្នកដោយរបៀបណាហើយសេនយូរបស់យើងក៏បានកិច្ចចេញទៅខ្ជិលនិយាយច្រើនអង្គចាស់យើងក៏នៅសួរថាហេតុអីបានជាអ្នកមិនប្រាប់ខ្ញុំដូច្នេះខ្ញុំនឹងសម្រេចចិត្តសម្រាប់អ្នកហើយបន្ទាប់មកក៏បានចាប់ទាញកៅអៅសែនយូយើងអីចឹងណាដោយពីមុនហើយអ្នកនឹងចាំខ្ញុំដោយរៀងរាល់ថ្ងៃទៅដេកជាមួយអ្នកហើយរៀបនឹងប្រតិបត្តិការក៏ឃើញថាសែនយូគឺថាមុខរបស់គាត់នឹងគឺពិតជាហើយមូម៉ៅខ្លាំងមែនតើគឺខាខឹងហើយអាធ្វើមិនទេហើយកម្មយើងទេអ្នកប្រព្រឹត្តទៅសាងដោះស្រាយខ្លួនឯងទៅនេះជាស្នេហារបស់អ្នកឬឃើញចុះព្រះអង្គចៃរបស់យើងក៏ដកខ្លួនចេញត្មងទៅមានអារម្មណ៍ថាគេមិនស្រឡាញ់យើងផងស្រឡាញ់គេតែម្នាក់ឯងទៅពីបាខ្ញុំគ្រាន់តែខ្លាចថាអ្នកស្លាប់បើសិនបើខ្ញុំបន្តខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកស្លាប់ទេខ្ញុំវាមែនកន្លែងនេះខ្ញុំស្អប់អ្នកទពន់ខ្លាំងណាខ្ញុំស្អប់បរោយតិចទៀតដឹងហើយថាបន្តទៅមុខនេះគឺវាយ៉ាងណា
ពេលនោះសេយុរបស់យើងកំពុងតែក្អកយូរនោះគាត់ក្អកគឺថាជំងឺរបស់គាត់ហ្នឹងគឺវាមិនទាន់ឈីទេហើយយើងដឹងហើយថាថ្នាំពោលហ្នឹងគឺវាពិតជាសាហាវខ្លាំងណាស់តិចទៀតបើសិនជាអ្នកគ្នាដល់តែយើងបន្ទប់គឺអ្នកគ្នាគាត់ជាឈឺផ្សាដូចខ្ញុំអញ្ចឹងអង្គចាស់បើយើងឃើញសិនយូយើងក្អកក៏បានរនឹងសួរអីចឹងតែសិនយូយើងក៏បាននិយាយថាខ្ញុំមិនអីទេខ្ញុំធម្មតាទេចិត្តតាំងពីយើងបានសារភាពចំពោះគ្នាទៅវិញទៅមកតើអ្នកអាចសន្យាអ្វីមួយចំពោះខ្ញុំបានទេស្ងាត់បន្តិចហើយក៏បាននិយាយថាអូខេយល់ព្រមសិនយូបើយើងក៏បានងើបពីខែហើយក៏បានដើរទៅកន្លែងតុងបីសរសេរអក្សរអញ្ចឹងណាដំបូងអ្នកតែងតែចង់គេងជាមួយខ្ញុំប៉ុន្តែខ្ញុំមិនអាចទ្រាំបានទេដូច្នេះខ្ញុំមិនធ្វើតាមអ្នកទៀតទេទី2សូមឲ្យខ្ញុំចេញនៅចូលទៅក្នុងព្រះបរមរាជវាំងដោយសេរីដោយគ្មានការត្រួតពិនិត្យគាត់ក៏បានសរសេរលក្ខខណ្ឌទី3ប៉ុន្តែក៏ដាក់ជក់ចោះវិញដើម្បីនិយាយថានឹងប្រាប់ព្រះអង្គចៃយើងនៅពេលក្រោយចំពោះលក្ខខណ្ឌទី1ហ្នឹងគឺវាមិនអីទេប៉ុន្តែលក្ខខណ្ឌទី2តើអ្នកកំពុងតែចង់គេចពីខ្ញុំឬសិនយូរបស់យើងក៏បាននិយាយថាគាត់សន្យាមួយព្រះអង្គចាស់ហើយចឹងគាត់មិនលែបសម្ដីវិញទេហើយមុនចាក់យើងក៏បាននិយាយថាឲ្យសិនយូគឺសម្រាប់3ខែសិនទៅបន្ទាប់មកខ្ញុំនៅទទួលបានអ្វីគ្រប់យ៉ាងបន្ទាប់ពីស្ដេចជូនិងអ្នកតពីព្រះអង្គចាស់យើងចាក់ចេញទៅសិនយូរបស់យើងគឺនៅតែម្នាក់ឯងនោះទេគឺមិននៅមួយណាទេហើយមូលហេតុដែលខ្ញុំស្អប់អ្នកនិពន្ធឡៃនៅដោយសារតែសិនយូយើងគឺនៅមិនយូរទៀតទេខ្ញុំមិនចង់ស្លាប់ដោយអាម៉ាស់ទេបន្ទាប់មកក៏មានគេហៅសិនយូរបស់យើងឲ្យយើងនៅសារសិនយូយើងគឺបានស្លាប់អ្នកមើលទៅដូចជាស្លាប់ចឹងហេតុអ្វីបានជាអ្នកកាន់តែអាក្រក់ហើយកន្លែងសិនយូហ្នឹងនៅហ្នឹងគឺជាផ្ទះរបស់គ្រូពេទ្យយើងអីចឹងហើយគាត់នៅទីនេះគឺដោយសារតែគាត់ធុញទ្រាន់ភាគខាងជើងពេកចឹងណាដូចនេះគាត់មកវិញជាមួយនឹងមេបញ្ជាការខាងជើងគ្រូពេទ្យប៉ាយនេះគឺមានគេកំងអីនេះដល់និយាយថានេះគឺជារសជាតិដែលអ្នកចូលចិត្តនេះមិនមែនជាអ្វីដែលខ្ញុំចូលចិត្តឥឡូវនេះទេហើយក៏បានសួរថាតើណាគេអ្នកផ្ដល់ឲ្យចឹងហើយនាងក៏បានឆ្លើយថាដោយសារតែម្នាក់នោះគឺគាត់រវល់ចឹងគាត់បានមកស្វាគមន៍ការធ្វើត្រឡប់របស់គ្រូពេទ្យចឹងទេវាមិនអាចទេលុះត្រាតែគាត់មកទីនេះផ្ទាល់អញ្ចឹងប្រាប់គាត់ថាខ្ញុំមិនចង់និយាយជាមួយគាត់ទេចាអូខេបរិមម្នាក់នោះពិតជាព្យាយាមខ្លាំងណាស់ក្នុងការសុំទោសគាត់ចង់ចាំអាហារដែលខ្ញុំចូលចិត្តសំបីសិនយូក៏មិនដឹងថាបរិមហ្នឹងគឺជាណាគេហើយក៏គិតថាប្រហែលជាមនុស្សនៅក្នុងបេះដូងរបស់គាត់អីចឹងណាពួកគេយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកទោះបីជាពួកគេមិននៅជាមួយគ្នាក៏ដោយប៉ុន្តែចោះខ្ញុំវិញហើយស្រាប់តែពេលនោះសិនយូរបស់យើងគឺមានអារម្មណ៍ថាគាត់ក្អកទៀតហើយជំងឺរបស់គាត់គឺឡើងទៀតហើយក៏បំភ័យខ្ញុំតាអ្នកនៅពេលបណ្ឌិតហើយក៏បានសួរថាសិនយូគឺថាជំងឺហ្នឹងគឺវាលើឡើងប្រហែលដងវាជាលើកទី3ដូច្នេះវាអាចកើតឡើងម្ដងទៀតរាប់3ទៅ4ខែពីនោះគ្រូពេទ្យរបស់យើងគឺមានការព្រួយបារម្ភខ្លាំងមែនទែនដោយសារតែវាកើតឡើងច្រើនពេកគឺធ្វើឲ្យសិនយូយើងគឺអាចនឹងស្លាប់ចង់យំហើយណាគេលេងចឹងឯងស្អប់តមកស្អីយើងក៏បានកាត់ដោះព្រះអង្គម្ចាស់របស់យើងនៅកំពង់អង្គុយយីនោះគឺគាត់ផ្ដោតអារម្មណ៍ទៅលើសភៅរបស់គាត់ណាតមកសិនជីរបស់យើងក៏បាននិយាយ Good morning ទៅកាន់សិនយូយើងទៅពេលមកព្រះអង្គយើងចង់កាក់បេះដូងគឺថាភ័យគឺថាប្រញាប់បិទសភៅនៅឲ្យលឿនជាទីបំផុតហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំគ្រាន់តែចង់ដើរលេងជាមួយអ្នកតើអ្នកចង់ទៅជាមួយខ្ញុំទេតែគេត្រូវគ្នាវិញហ្នឹងមែនពួកចំណងជើងសភៅហ្នឹងគឺចែបុរសសម្រាប់ភាសាកាយវិការចឹងស្អីរៀងគេចូលទៅធំនោះអរគុណអ្នកហ៊ានស្វែងការទស្សនារត់ដល់ចប់ហើយរឿងនេះគឺរឿងខ្លីមែនទែនដោយសារតែមានចាំគេ free មួយថ្ងៃអញ្ចឹងណាហើយវេទនាមែនតែគឺថាយូរមែនទែនហ្មងតែបានមើលហ្នឹងថាវាចាប់ផ្ដើមកាត់លុយបារាអញ្ចឹងយើងត្រូវចាំមួយថ្ងៃមួយចឹងមានទៅធំនោះអរគុណអ្នកហ៊ានស្វែងការទស្សនាអញ្ចឹងយើងមកជួបគ្នានៅវីដេអូក្រោយពីខ្ញុំស្លេងនឹងគ្នាបាយ